limit x ខិតជិតដក1នៃកន្សោមដក x គីបបូក x ការ៉េដក 2x ដក 4 អញ្ចឹងដើម្បីគណនា limit ដំបូងគឺគេត្រូវជួសតម្លៃ x ដក 1 ចូលក្នុងសោមសិនស្មើដកកតាដក 1 ស្វែងគុណ 3 បូកដក 1 ស្វែងគុណការ៉េដក 2 គុណទៅនឹងដក 1 ដក 4 ស្មើដក 1 ស្វែងគុណគីបចេញដក 1 ចេញដក 1 បូកដក 1 ស្វែងគុណការ៉េចេញ 1 ដក 2 គុណនឹងដក 1 ចេញបូក 2 ដក 4 ស្មើដកគុណដកចេញដកគុណដកចេញបូក 1 បូកទៅនឹង 1 2 ដក 4 ចេញដក 2 ចឹងចម្លើយវាឃើញ 2 ដក 2 ចេញ 0 ចម្លើយចេញ 0 ដូចនេះlimit x ខិតជិតដក x គីបបូកជាមួយនឹង x ការ៉េដកជាមួយនឹង 2x ដកជាមួយនឹង 4 ចម្លើយស្មើទៅនឹង 0 limit នេះដែលធ្លាប់ប្រឡងនៅក្នុងឆ្នាំ2021ចឹងយើងមើលមហត្ថទី2វិញB ហត្ថទី2គេឲ្យ limit នៃ x ខិតជិតបូកអនន្តនៃកន្សោម 2x ដក 1 នៅលើ3ដក x ចឹងជាដំបូងគឺគេត្រូវជួសតម្លៃចូលសិនថាវាមានរៀងចូលរៀងឬក៏មិនចូលរៀងជារៀងកំណត់ឬក៏មិនមានរៀងកំណត់ទេចឹងយើងជួសចូលចឹងមកចឹង2គុណទៅនឹងបូកអនន្តដក 1 នៅលើ3ដកកតាបូកអនន្តចឹង2គុណនឹងបូកអនន្តចេញអនន្តដក 1 ចេញអនន្តនៅលើ3ដកអនន្តចេញអនន្តដែរចឹងន័យថារៀងមិនកំណត់ចូលរៀងមិនកំណត់នេះយើងសេទៅពេលយើងសេទៅដាក់ limit ហ្នឹងមានរៀងមិនកំណត់មានរៀងអីគេអនន្តឬអនន្តអូខេអញ្ចឹងវិធីសាស្ត្រគណនាគឺយើងទាញតម្លៃ x មកមួយឲ្យស្រួលចោលស្មើ c limit អូខេ x ខិតជិតបូកអនន្តយើងមើលកន្សោមនេះ x ចំណាំគឺជាចំណាំថា a x បូក b បើសិនបើបូកឬដកបើសិនបើយើងទាញយើងចង់ទាញ x ចេញអញ្ចឹងយើងចង់ទាញរក x ទាញ x អញ្ចឹងយើងយកកន្សោម
នេះx នេះចែកឲ្យx បូកឬដក b ចែកឲ្យ x នេះអញ្ចឹងយើងស្មើឲ្យ x គេថា x ចំនួន x អស់សល់ x បូកឬដក b នៅលើ x នេះចឹងនឹងដូចគ្នាដែរចឹង 2x ដក 1 យើងចង់ទិញ x ចេញវាមិនសល់អីនៅសល់ 2 2x ចែក x វាមិនសល់ 2 ដកជាមួយនឹង 1 នៅលើ x យើងទាញអ្វីយើងយកទូវាចែកទៅនឹងអាដែលយើងទាញហ្នឹងយើងឧទាហរណ៍ស្រាប់យើងទាញ x អញ្ចឹងយើងយកទូនីមួយៗចែកទៅនឹង x យើងយក 2x ចែក x វាសល់ x សល់ x សម្រួល x សល់ 2ហើយដក 1 នៅលើ x អង្គក្រោមដូចគ្នាដែរយើងទាញ x អញ្ចឹងយើងយកទូនីមួយៗចែក x អញ្ចឹង3ចែក x ដកយក x ចែក x សល់ 1មេគុណ1យើងឃើញមាន x ជាមួយ x សម្រួលចោលអស់ខិតចិត្តបូកអនន្តអញ្ចឹងវានៅសល់អី2ដក 1 នៅលើ x 3 នៅលើ x ដក 1 ក្រោយពីដល់ចំណុចនេះគឺយើងជួសតម្លៃបូកអនន្តចូលអញ្ចឹង2ដក 1 នៅលើអនន្តបូកអនន្តនៅលើ3នៅលើបូកអនន្តដក 1 មក2ដក 1 នៅលើអនន្ត1 នៅលើបូកក៏ដោយដកក៏ដោយឲ្យទៅលើអនន្តចេញ0ចឹង2ដក 1 នៅលើបូកអនន្តចេញ0 3 នៅលើដកអនន្តបូកអនន្តចេញ0ដក 1 ចឹងចម្លើយវា2ដក 1 2 នៅលើដក 1 ចេញដក 2ចាំជាចម្លើយដូចនេះដូចនេះលីមីត x ខិតជិតបូកអនន្តនៃ 2x ដក 1 3 ដក x នេះចម្លើយវាចេញដក 2 ជាចម្លើយចឹងយើងចូលមហាត់មួយទៀតមហាត់ C ហាត់ C គេឲ្យគេអានីលីមីតដែល x ខិតជិតបូកអនន្តដែរនេះស្វែងគុណ x កតាដក x ការ៉េបូក 1 នៅលើ x នេះចឹងយើងធ្វើដូចមុនដែរគឺយើងជួសតម្លៃ x បូកអនន្តចូលក្នុងរៀងចូលក្នុងខ្សោមជួសមកស្វែងគុណបូកអនន្តដកបូកអនន្តស្វែងគុណការ៉េបូក 1 នៅលើអនន្តបូកអនន្តចឹងស្មើស្វែងគុណអនន្តចេញអី
ស្វែងគុណបូកអណន្តចេញបូកអណន្តបូកអណន្តស្វែងគុណការ៉េចេញអណន្តចេញដកអណន្តបូក1នៅលើអណន្តចេញ0អញ្ចឹងវាស្មើគេវាស្មើដកអណន្តអត់មានរៀងកំណត់ទេអញ្ចឹងយើងសេស្អាតតិចមកចម្លើយវាឃើញចេញដកអណន្តអញ្ចឹងយើងសេលីមីតនៃ x ខិតជិតបូកអណន្តស្វែងគុណ x យើងផ្ដាច់វាមកយើងផ្ដាច់ក៏បានយើងមិនផ្ដាច់ក៏បានឥឡូវយើងដាក់ផ្ដាច់វាទៅយើងសេលីមីតនៃ x ខិតជិតបូកអណន្តនៃកតាដក x ការ៉េបូក1ទៅលើ x ដល់ត្រង់ចំណុចនេះយើងជួសតម្លៃ x ខិតជិតបូកអណន្តចូលមកវាចេញស្វែងគុណបូកអណន្តគុណដកបូកអណន្តអូការ៉េបូកជាមួយនៅលើបូកអណន្តចឹងស្មើស្វែងគុណបូកអណន្តចេញបូកអណន្តគុណជាមួយដកអណន្តបូក0បូកអណន្តគុណដកអណន្តចេញដកអណន្តជាចម្លើយចុងក្រោយដូចនេះx ខិតជិតបូកអណន្តនៃស្វែងគុណ x ដក x ការ៉េបូក1នៅលើ x ស្មើដកអណន្តទី2យើងចូលលំហាងទី2បន្តពីលំហាងទី1អញ្ចឹងទី2យើងគណនាអំពីអង្គតិក្រាកំណត់ដែលមានមហត្ថទី1គេសរសេរ e ស្មើទៅនឹងអង្គតិក្រាកំណត់នៃ x ការ៉េបូកជាមួយនឹង x បូក1 dx ដែលវាកំណត់ពី0ទៅ1អញ្ចឹងយើងធ្វើមិនសំខាន់យើងត្រូវស្គាល់រូបមន្តនៃ derivation រូបមន្តអង្គតិក្រារូបមន្តយើងសេរូបមន្តអង្គតិក្រាអង្គតិក្រា d ការ៉េ x ស្មើគេស្មើទៅនឹង x គីបនៅលើ3បូក c ឬមួយយើងអាចសេថា x ស្វែងគុណ n ក៏បាន dx វាស្មើទៅនឹង x n ស្វែងគុណ n បូក1នៅលើ n បូក1បូក c អូខេ
តាមរូបមន្តខាងលើនេះយើងអាចសេបានថា del v នៃ1 0នៃ x ការ៉េ dx បូកជាមួយទៅនឹង1 0 x dx បូកជាមួយអាងក្រា1 dx ពេលចាំរូបមន្ត a dx ស្មើគេវាស្មើទៅនឹង ax រូបមន្តវាមួយទៀតអញ្ចឹងយើងអាចសេបានថា x ស្វែងគុណ3នៅលើ3 10 បូកជាមួយទៅនឹង x ការ៉េនៅលើ x x ការ៉េនៅលើ2 10 បូកជាមួយទៅនឹង x 10 អញ្ចឹងយើងជួសចូលជួសតម្លៃអញ្ចឹងយើងជួសតម្លៃនៃ1ចូលក្នុងនេះហើយជួសតម្លៃចូលមួយទៀតចូលទៅនឹងកន្សោមនឹងដដែលអញ្ចឹងយើងអាចសេបានថាយើងជួស1ចូលក្នុងតម្លៃ x អញ្ចឹងមក1ស្វែងគុណគីបនៅលើ3ដកអង្គក្រាកំណត់ហើយ0ស្វែងគុណគីបនៅលើ3បូកនឹងធ្វើដូចគ្នា1ការ៉េចែក2ដក0ការ៉េចែក2បូកទៅនឹង1ដក0ហើយយើងឲ្យស្មើមក1នៅលើ3 0នៅលើ3 0បូក1នៅលើ2 0នៅលើ2 0បូកទៅនឹង1មកយើងកណនីបូកធម្មតាបាទតម្រូវភាពបែងយក6អញ្ចឹងអានេះត្រូវគុណ2បូកចែកបូកអានេះខ្វះ3បូកទៅនឹង6មកស្មើមក5បូកទៅនឹងចេញ11នៅលើ6ជាចម្លើយចុងក្រោយដូចនេះអង្គក្រា e ស្មើដូចនេះ e ស្មើទៅនឹង11នៅលើ6អង្គក្រាប្រឡងស្នាក់សង្គមឆ្នាំ2021អញ្ចឹងលំហាត់ទី1អញ្ចឹងយើងចូលលំហាត់ទី2ហាត់ទី2គេឲ្យគេអានេះអង្គក្រាដែរចង់ឲ្យ g ស្មើ2 1លេខ4នៅលើ x ការ៉េ dxចឹងរូបមន្ត
យើងទៅចាំរូបមន្តវារូបមន្តអង្តិក្រាលនៃ1ទៅលើ x ការ៉េdx ស្មើទៅនឹងដក1នៅលើ x បូក c ឬ1នៅលើឬយើងអាចសេន a x ស្វែងគុណ n នៃ dx វាស្មើទៅនឹងដក a កតា n ដក1នៅលើចឹងយើងគណនាមក g អន្តក្រាយើងទាញ4ដាក់មកមុខទាញមេគុណ4ដាក់មកមុខមកអញ្ចឹង2ពី1នេះកតា1នៅលើ x ការ៉េនៃ dx មកស្មើ4គុណយើងប្រើរូបមន្តទៅវាចេញអីដក1នៅលើ x 2 1ហើយយើងជួសតម្លៃ x ស្មើទៅនឹង2ហើយនឹងតម្លៃ x ស្មើទៅនឹង1អញ្ចឹងមេគុណវានៅដដែលជួសចូលមកដក1នៅលើ x នៅលើ2ដកកតា1ដក1នៅលើ1នេះមេគុណ4នៅដដែលតាដកកន្លះដកគុណដកចេញបូក1ចម្លើយឃើញមែន1ដកកន្លះចេញវាសល់កន្លះអញ្ចឹងមានថា4នៅលើ2ស្មើទៅនឹង2ជាចម្លើយចុងក្រោយដូចនេះg ស្មើទៅនឹង2តែ3ទេនៅក្នុងប្រអប់នឹងយកមកហើយគេសន្និដ្ឋានថាប្របាប់ហ្នឹងចាប់មួយគេសំប្របាប់ចូលគណនាប្របាប់នៃព្រឹត្តិការណ៍ក្រោមព្រឹត្តិការណ៍ A គេថាឃ្លីទាំង3សុទ្ធតែពណ៌ក្រហមអញ្ចឹងពេលគេចាប់ក្នុងព្រឹត្តិការណ៍ A ចាប់ទៅក្នុងប្រអប់ហ្នឹងចាប់មកបានសុទ្ធតែឃ្លីពណ៌ក្រហមជំនួសឃ្លីក្រហមនៅក្នុងប្រអប់យើងមានមែនទាំងអស់មាន5និងឃ្លីខ្មៅមាន3មកមាន3គ្រាប់ដូចនេះឃ្លីសរុបយើងឃ្លីសរុបរបស់យើងក្នុងប្រអប់ហ្នឹងមានចំនួន8គ្រាប់ហើយសមិទ្ធកម្មគេថាអីចាប់ឃ្លីម្ដង3ទៀតចាប់យកឃ្លីម្ដង3គ្រាប់
ចាប់ព្រីម្ដង3គ្រាប់ដូចនេះយើងសេមកដូចនេះចំនួនករណីអាចយើងអាចសេបានថាម៉េច n s ហ្នឹងជាករណីអាចអញ្ចឹង n នេះជាចំនួនអញ្ចឹងបន្សំនៃ8ឃ្លីក្នុងប្រអប់ដែលយើងរើសយកចាប់ម្ដង3អូខេហើយបន្សំស្មើ ns ស្មើ8 factorial នៅលើយើងយក8ដក3នៃ factorial គុណទៅនឹង3 8ដក3 factorial គុណនឹង3 factorial នេះរូបមន្តនៃបន្សំរូបមន្តវា c នៃ n m ត្រង់នេះយើងសេអក្សរអីក៏បានដែរអញ្ចឹង n factorial នៅលើ n ដក m factorial គុណទៅនឹង m factorialចឹងស្មើ8 factorial គុណជាមួយទៅនឹង7គុណទៅនឹង6គុណទៅនឹង5 factorial 8ដក3ចេញ5 factorial គុណជាមួយនឹង3 factorial យើងអាចសេមក3គុណទៅនឹង2គុណទៅនឹង1មកស្មើអញ្ចឹងយើងសម្រួលមកអញ្ចឹងយើងសម្រួល5 factorial សម្រួល5 factorial អញ្ចឹងសំខាន់យើងមើលរូបមន្ត factorial n factorial ស្មើគេ n factorial ស្មើទៅនឹង n គុណជាមួយនឹង n ដក1 factorial គុណជាមួយនឹង n ដក2 factorial ចុចរហូតដល់1 factorial នេះរូបមន្តចឹងនេះស្មើប្រមាណ8គុណនឹង7គុណនឹង6នៅលើ6ស្មើ7 8ដង56ករណីមាន56ករណីអញ្ចឹងករណីស្របនៃព្រឹត្តិការណ៍ A ចំនួនករណីស្របនៃករណី A គេថាចាប់ម្ដងបាន3ចាប់ម្ដង3ហើយ3នេះពណ៌អីគេនេះឃ្លីទាំងអស់បានសុទ្ធតែពណ៌ក្រហមហើយក្នុងប្រអប់ពណ៌ក្រហមមានចំនួន5អញ្ចឹងចាប់ម្ដងពណ៌ក្រហមទាំង5តែម្ដងទាំង3តែម្ដងអញ្ចឹងបន្សំនៃពណ៌ក្រហមក្នុងប្រអប់ចំនួន5ជ្រើសរើសយក3n នៃព្រឹត្តិការណ៍ A ស្មើ
ទៅនឹង5 factorial នៅលើ5 ដក 3 factorial គុណជាមួយនឹង3 factorial ស្មើ5គុណនឹង4គុណទៅនឹង3 factorial នៅលើ5 ដក 3 ចេញ2 factorial គុណជាមួយនឹង3 factorial ស្រួលចោលអស់វានៅសល់5គុណនឹង4ស្មើ20 20ចែកឲ្យ2ស្មើទៅនឹង10ករណីដូចនេះយើងនាំឲ្យអីនាំឲ្យប្រមាបនៃព្រឹត្តិការណ៍ A ប្របាបនៃព្រឹត្តិការណ៍ A គឺ A គឺ P A វាស្មើគេស្មើករណីស្របករណីស្របទៅហើយនៅលើករណីអាច S ជើងមើលករណី B ករណី B គេថាគេ คลี2មានពណ៌ក្រហមនិងមួយពណ៌ខ្មៅនឹងមួយពណ៌ខ្មៅអញ្ចឹងចំនួនករណីស្របវាអីគេចំនួនករណីស្របគឺយកបន្សំគុណគ្នាចំនួនករណីស្រប n នៃព្រឹត្តិការណ៍ B ស្មើឃ្លីចាប់យកពណ៌ក្រហម2អញ្ចឹងនៅក្នុងថង់យើងមានពណ៌ក្រហមទាំងអស់ប៉ុន្មានទាំងអស់មាន5អញ្ចឹង5ជ្រើសរើសយក2đểចាប់បាន2អូខេគុណជាមួយនឹង C បន្សំយើងយកពណ៌ខ្មៅក្នុងថង់ទាំងអស់ប៉ុន្មានមាន3អូខេតែយើងជ្រើសរើសយក1ហើយយើងគណនាមក n នៃ B ស្មើ5 factorial នៅលើ5 ដក 2 factorial គុណជាមួយនឹង2 factorial គុណទៅនឹង3 factorial នៅលើ3 ដក 1 factorial គុណទៅនឹង1 factorial ស្មើ5គុណទៅនឹង4គុណនឹង3 factorial នៅលើ3 factorial គុណជាមួយនឹង2 factorial គុណជាមួយនឹង3 factorial នៅលើ2 factorial 3នេះយើងអាចសេ3គុណជាមួយនឹង2 factorial ស្មើស្រួលគ្នាមកវាឃើញ5 4ដង20ចែកឲ្យ2សល់10គុណនឹង3ស្មើ30ករណី30ករណីដូច្នេះយើងឲ្យប្របាបនៃព្រឹត្តិការណ៍ B ប្របាបនៃព្រឹត្តិការណ៍ B គឺ n ប្របាប P B ស្មើ n
B ចែកឲ្យ NS ពេល B ស្មើ NB ស្មើប៉ុន្មាន NB មានចំនួន30ករណីស្របនៅលើករណីអាច56ស្មើទៅនឹង15យើងសម្រួលនឹង2ចោល28នេះចម្លើយរបស់វានេះsẽដូចនេះប្របាបនៃព្រឹត្តិការណ៍ការ A នៃព្រឹត្តិការណ៍ B A ស្មើប៉ុន្មានស្មើ10នៅលើ56ស្មើ10លើ56និង B ស្មើទៅនឹង15នៅលើ28ជាចម្លើយចុងក្រោយ